ในขนมตาราง Excel ได้มีการบริหารแบบนี้ហើយយើងចង់បង្ហាញថ្ងៃពេញបង្ហាញខែពេញនិងបង្ហាញឆ្នាំពេញនៅកន្លងបង្ហាញថ្ងៃពេញយើងវាយសញ្ញាស្មើវាយពាក្យ text បើកវងកញ្ចក់ហើយយើង select ការបរិច្ឆេទបាទ comma បើកសញ្ញាថ្មិញកណ្ដុរមកវាយអក្សរ D 4 ដង enter បាទទទួលបានថ្ងៃពេញបាទសម្រាប់ខែដូចគ្នាបាទយើងសញ្ញាស្មើ text បើកវងកញ្ចក់បាទ select ជួរការបរិច្ឆេទ comma សញ្ញាថ្មិញកណ្ដុរអង្គមក enter ជួរឆ្នាំបាទ text បើកវងកញ្ចក់ select ជួរការបរិច្ឆេទ comma បើកថ្មិញកណ្ដុរ y 4 ដងបើកមកវិញ enter ឡើងចុច OK បាទបង្ហាញបែបនេះបាទចុចថ្ងៃពេញខែពេញនិងឆ្នាំពេញយើងអាចអូសមកឲ្យគ្រប់ជួរដែលយើងមានដល់ត្រឹមណាយើងអូសដល់ត្រឹមនោះបាទដូច្នេះថ្ងៃខែឆ្នាំវាបង្ហាញពេញបាទទៅតាមកាលបរិច្ឆេទដែលយើងមាននៅខាងដើមបាទមានប៉ុណ្ណឹងសូមអរគុណ